នេះណាពុកម៉ែបងប្អូនជីវិតជាអ្នកស្រែចម្ការគឺតែប៉ុណ្្នឹងហើយពុកម៉ែបងប្អូនអើយក្រៅពីធ្វើស្មៅថែទាំដំណាំដាក់ជីស្រោចទឹកគឺជាការងារប្រចាំថ្ងៃរបស់ខ្ញុំហ្នឹងពុកម៉ែបងប្អូនឥឡូវនេះចូលដល់វគ្គយើងធ្វើស្មៅតាមកន្ទោងដែលវាដុះស្មៅមករៀងច្រើនគួរសមដែរហើយអញ្ចឹងយើងត្រូវសម្អាតវាដើម្បីកុំឲ្យវាដំណាំយើងអន់ណាហើយបន្ទាប់ពីយើងសម្អាតស្មៅនេះហើយគឺខ្ញុំចាប់ដើមយកជីដើម្បីដាក់ឲ្យវាដូចជាចំណីឲ្យវាអញ្ចឹងណាហើយជីដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើជីសរីរាង្គកសិករញញឹមដែលមើលទៅជីហ្នឹងគឺដាក់ដំណាំទៅគឺល្អមែនតើវាលាស់ត្រួយលាស់អីមកអញ្ចឹងហើយខ្ញុំក៏ប្រើជីនឹងជាបន្តរហូតមកគឺដើម្បីឲ្យកូនត្រេតរបស់ខ្ញុំមានសុខភាពល្អមុននឹងខ្ញុំយកទៅដាំនៅក្នុងដីហើយក៏មិនភ្លេចដែរសត្វមាន់ទាកងានរបស់ខ្ញុំហ្នឹងគឺខ្ញុំមិនភ្លេចពួកវាទេទោះបីខ្ញុំធ្វើការងាររវល់យ៉ាងណាហត់នឿយយ៉ាងណាក៏ដោយក៏មកដល់ផ្ទះវិញគឺត្រូវតែរៀបចំឲ្យចំណីដល់ពួកវាហើយពួកអីដល់ម៉ោងដែលវាឃ្លានហើយជាងការល្ងាចអីចឹងទៅយើងធ្វើការរៀងយូរដែរអញ្ចឹងក៏មកក៏បាចចំណីបាចអីឲ្យពួកវាចឹងទៅដើម្បីឲ្យវាមានកម្លាំងហើយវាពងបង្កើតកូនបង្កើតចៅឲ្យយើងចឹងហើយសួររាល់ថ្ងៃហ្នឹងខ្ញុំសល់អីខ្លះហើយគឺនេះបងប្អូនសល់អាមួយនេះអាមួយនេះស្អាតមែនតើកូនមាត់របស់ខ្ញុំស្អាតខ្លាំងហ្មងហើយអាប្រមាណក្របនេះក៏ស្អាតដែរវាអានេះកូនសបុកមុនណាកូនសបុកមុនគឺសល់បាន3គ្រាប់នេះឯងគឺស្អាតណាកូនមីមេខ្មៅហ្នឹងណាគឺស្អាតមែនតើខ្ញុំស្រឡាញ់មែនតើមាន់3ហ្នឹងហើយនេះគឺជាឪវាក៏ស្អាតដែរឪវាខ្ទង់4គីឡូហើយស្អាតមែនតើហ្មងស្រឡាញ់ពេញចិត្តពេញបេះដូងហ្មង